ជំរាបសួរបងប្អូននេះជាការធ្វើដំណើរផ្សងព្រេងពីខេត្តកំពង់ធំទៅខាងត្បូងឃ្មុំបើពីកំពង់ធំដល់ត្បូងឃ្មុំយើងបានយកវីដេអូនឹងមកទេយើងយកតែវីដេអូពីផ្លូវបំបែកនៃស្រុកតំបែកំពង់មូលស្រុកតំបែចាក់ទៅមានមុតដោយធ្វើដំណើរតាមផ្លូវកាត់ផ្លូវគេស្អាតគួរសមទេតានេះផ្លូវនេះពីវងមូលដំបែដល់ឆ្ពោះទៅខាងមេមត់ផ្លូវនេះផ្លូវជុំវិញគេសុទ្ធតែតំបន់ចំការមានចការថ្លងចការស្វាយចន្ទីតែផ្លូវគេនិយាយស្អាតបើផ្លូវកលៀននេះហួសមេមត់បន្តិចចាក់ទៅភូមិហោសន្តុសទៅឃុំកវៀនដោយធ្វើដំណើរតាមផ្លូវកាត់ផ្លូវវារៀងរបាក់បន្តិចតែបើយើងធ្វើដំណើរតាមផ្លូវធំផ្លូវត្រង់វាមិនសូវជាបាក់ទេមានផ្លូវកស៊ូតែយើងនេះផ្លូវជាចង់សាកផ្លូវថ្មីផ្លូវគេថាផ្លូវដំណើរផ្សងព្រេងតែมันបញ្ហាទេផ្លូវអញ្ចឹងបើនៅតាមតំបន់នំអីខាងកំពង់ធំអីផ្លូវអញ្ចឹងយើងជឿសឹងពេកណាជីវិតហើយមិនអីទេគាត់ថាផ្លូវនេះបើសិនជាមេឃស្លាជាងទៅរៀងក្រាន់អត់សូវល្អអត់សូវរលាកអត់សូវអីតែបើខែភាសាអីផ្លូវផុកអីយើងពិបាកធ្វើដំណើរជួបកាលអល់អីចឹងទៅជិតដល់ភូមិកវៀនជុំវិញសុទ្ធតែចការកស៊ូហើយនឹងចការតារ៉េនហើយចំណុចវីដេអូនេះយើងជិតដល់ឃុំកវៀនហើយជើងមកសន្ទុះទីដល់ផ្លូវគូសំទេតាมันជាពិបាកมันជាស្រួលតែបច្ចៈផ្លូវនេះផ្លូវកាត់ឯណាមិនផ្លូវវាងមកផ្លូវវាងមានជាប្រភេទផ្លូវកស៊ូនេះតំបន់នេះសម្បូរចការកស៊ូនិងចការម្រេចនិងតារ៉េនខ្លះគេមានចការដូងខ្លះធ្វើដំណើររយៈពេល6ម៉ោងដល់ហើយដល់ទីមិត្តភ័ក្ដិឃុំកវៀនណាគាត់ខាងដាំតារ៉េនបាន3ឆ្នាំមកគាត់ហើយនៅកន្លែងហ្នឹងគាត់មានកញ្ចប់របស់គាត់ទេតាអង្គុយលេងហើយចិត្តដីចង្ការគាត់ហ្នឹងមានគេដាំម្រេចនៅតំបន់ហ្នឹងដីក្រហមម្រេចល្អហើយដល់ហ្នឹងយើងបានកាប់មាន់3មាន់ខ្មៅមួយនិងមាន់យើងធំណាស់2ទៅ3យើងឆាក្តៅខ្លះយើងដុតខ្លះយើងបបរខ្លះបាននេះសោះយើងកាប់លីងកាត់ឲ្យបានស្ងួតខ្លះអញ្ចឹងខ្ញុំថាស្ងួតកាប់ទៅវាល្អជាងអីទៅអាហ្នឹងជាតិមាន់ខ្មៅតំណងដែរតាស្ងួតតែតិចទៅបានហើយឆ្ងាញ់អាហ្នឹងតាមហូបអើយស្លាញ់ខ្ញុំលើកបីវៀតណាមហើយម្ហូបនេះចុងភៅមិត្តភក្តិគាត់ខាងកាចេះគាត់ខាងចុងភៅហើយនេះជាវីដេអូដែលយើងមកវិញក្រោយពីសម្រាប់បានមួយយប់យើងធ្វើដំណើរមកវិញនេះតាមផ្លូវវាងវាមិនសូវជាឆ្ងាយបានទេពីស្រុកកវៀនមកផ្លូវបែកជិតដល់ស្រុកមេមត់ផ្លូវស៊ូគេធម្មតាស្អាតហើយជុំវិញចការស៊ូហើយមាននឹងចការចន្ទីចការតឡូហើយនឹងចការតារ៉េនចការអាមេរិកតំបន់នេះសេដ្ឋកិច្ចគេដើរខ្លះគេដាំជាប្រភេទដំណាំតូចដូចជាតំណែងសៀងតំណែងបាយល្ងអីចឹងទៅជីទៅដំណាំធ្វើជុំផុតពីដំណាំមួយចូលដំណាំមួយផុតពីដំណាំមួយចូលដំណាំមួយចឹងយើងអត្ថាធិប្បាយប៉ុណ្្នឹងសិនវីដេអូក្រោយយើងនឹងជួបគ្នាម្ដងទៀតសូមអរគុណ
ยืนมาเป็น